ចរាយជីវិតមានន័យវិជ្ជមានជីក្បាលបីជាមិនកាន់តែកដាក់ GDAP មានផលប្រយោជន៍អ្វីសម្រាប់ដំណាំស្រូវដំណាក់កាលស្រូវកំណត់គួរតើគួរដាក់ GDAP ដែរឬទេខ្លឹមសារជាក់ស្ដែងនឹងត្រូវបានសាស្ត្រាចារ្យបណ្ឌិតងឿងបាវេណែនាំលម្អិតជំរាបសួរបងប្អូនប្រជាកសិករនិងទស្សនិកជនកំពុងទស្សនាកម្មវិធីខ្ញុំនឹងផ្ដល់ព័ត៌មានជូនបងប្អូនដើម្បីសម្រេចថាតើគួរឬមិនគួរដាក់ GDAP ឲ្យស្រូវកំពុងកំណត់គួរនៅតំបន់ដីសណ្ដទន្លេមេគង្គដើម្បីឆ្លើយនឹងសំណួរនេះខ្ញុំគិតថាបងប្អូនក៏គួរស្វែងយល់ពីការប្រើប្រាស់ GDAP ដើម្បីអ្វីសម្រាប់ដំណាំស្រូវយើងដឹងហើយថាការដាក់ GDAP ឲ្យដំណាំស្រូវមានប្រយោជន៍ពីរយ៉ាងមួយគឺផ្ដល់សារធាតុ Phosphor ឲ្យដំណាំស្រូវប៉ុន្តែបងប្អូនក៏គួរដឹងថាដំណាំស្រូវនិងដំណាំផ្សេងៗមួយចំនួនទៀតត្រូវការសារធាតុ Phosphor នេះយ៉ាងតិចតួចណាស់បើប្រៀបធៀបទៅនឹងអាសូតនិងប៉ូតាស្យូមនោះសារធាតុ Phosphor នេះត្រូវការត្រឹមតែ1/3ប៉ុណ្ណោះហេតុនេះបងប្អូនឃើញថាតម្រូវការ Phosphor មិនច្រើនទេគឺចំនួន Phosphor ត្រូវការប្រមាណតែ7គីឡូក្រាមប៉ុណ្ណោះពោលដើម្បីផលិតបាន1តោនស្រូវតម្រូវការ Phosphor ប្រហែលតែ7គីឡូក្រាមខណៈនោះតម្រូវការអាសូតនិងប៉ូតាស្យូមប្រហែល17ទៅ20គីឡូក្រាមហើយដូច្នោះការដាក់ GDAP សំខាន់គឺដើម្បីផ្គត់ផ្គង់ Phosphor ឲ្យដំណាំស្រូវតែត្រូវការមិនច្រើននោះទេទី2ដាក់ GDAP គឺដើម្បីបន្សាបជាតិពុលនៃដែកនិងអាលីមីញ៉ូមខ្ញុំគិតថានៅតំបន់ដីសណ្ដទន្លេមេគង្គក្នុងរយៈពេលកន្លងទៅបងប្អូនដាក់ GDAP គឺសម្រាប់គោលបំណងនេះឯងព្រោះថាដីនៅតំបន់ដីសណ្ដទន្លេមេគង្គសុទ្ធសឹងមានជាតិជូរម្ល៉េះហើយវាក៏សម្បូរទៅដោយជាតិដែកនិងអាលីមីញ៉ូមបើយើងវិភាគស៊ីជម្រៅបន្តិចទៅលើយន្តការនៃសកម្មភាពរបស់ Phosphor ក្នុង GDAP ដើម្បីយល់ថាហេតុម្ដេចបន្សាបបានជាតិពុលនៃដែកនិងអាលីមីញ៉ូមនៅក្នុងដីជូរដើម្បីកាត់បន្ថយភាពពុលនៃដីជូរបងប្អូនដឹងថាជាតិពុលនៃដែកនិងអាលីមីញ៉ូមក្នុងដីជូរផ្ទុកអ៊ីយ៉ុងវិជ្ជមានហើយពេលដែលបងប្អូនដាក់ GDAP ដែលមានសារធាតុ Phosphor ផ្ទុកអ៊ីយ៉ុងអវិជ្ជមានម្ល៉េះហើយអ៊ីយ៉ុងវិជ្ជមានជួបនឹងអ៊ីយ៉ុងអវិជ្ជមានវាហាក់ដូចជាមេដែកស្រូបជាប់ចូលគ្នាការភ្ជាប់ចូលគ្នារបៀបនេះយើងហៅថាហ៊ុំព័ទ្ធដើម្បីឲ្យជាតិពុលនៃដែកនិងអាលីមីញ៉ូមលែងមានឱកាសបំពុលដំណាំស្រូវដូច្នេះបងប្អូនប្រើ DAP ដើម្បីបង្ក្រាបជាតិជូរនៅក្នុងដីអាចនិយាយបានថាជាទូទៅនៅតំបន់ដីសណ្ដទន្លេមេគង្គនៅដើមរដូវដាំដុះនីមួយៗជាពិសេសនៅដើមរដូវស្រូវប្រាំងដីជូរនឹងផុសសារធាតុជូរចេញយ៉ាងខ្លាំងហេតុនេះបងប្អូនប្រើ GDAP ច្រើនក្នុងដំណាក់កាលដាក់ជី2លើកដំបូងដំណាក់កាល2លើកដំបូងគឺចាប់តាំងពីថ្ងៃទី7ទៅថ្ងៃទី10បន្ទាប់ពីសះព្រោះហើយលើកទី2គឺចាប់តាំងពីថ្ងៃ18ទៅថ្ងៃទី22បន្ទាប់ពីសះព្រោះនោះជាដំណាក់កាល2លើកដំបូងព្រោះនៅដំណាក់កាលដំបូងសារធាតុជូរមានច្រើនម្ល៉េះហើយបងប្អូនដាក់ជីគឺដើម្បីបង្ក្រាបជាតិជូរប៉ុន្តែប្រធានបទនេះលើកសំណួរថានៅពេលស្រូវចូលដំណាក់កាលកំណត់គួរពោគឺបន្ទាប់ពី35ទៅ45ថ្ងៃក្រោយសះព្រោះពេលដាក់ជីសម្រាប់ស្រូវកំពុងកំណត់គួរតើយើងគួរដាក់ជី DAP ដែរឬអត់ចម្លើយនៅទីនេះគឺអាស្រ័យទៅលើកម្រិតជូរនៃដីព្រោះដោយអធិប្បាយខាងលើដាក់ជី DAP គឺដើម្បីឲ្យ Phosphor បង្ក្រាបជូរដូច្នេះនៅពេលស្រូវកំណត់គួរអាស្រ័យទៅលើកម្រិតជូរនៃដីជាកត្តាដែលយើងពិចារណាថាតើគួរដាក់ជី DAP ដែរឬអត់ខ្ញុំចែកក្រុមដីជាពីរក្រុមផ្សេងៗគ្នាក្រុមទី1គឺជាដីល្បាប់ដែលមានសារធាតុជូរតិចតួចហើយសម្រាប់ការដាំដុះស្រូវនោះបងប្អូនឃើញថាលក្ខណៈកម្រិតជូរនៃដីមានកម្រិត pH ប្រហែលលើឬក្រោម5តិចតួចប៉ុណ្ណោះប៉ុន្តែនៅពេលដែលបងប្អូនបង្ហូរទឹកសាបចូលស្រែឲ្យលិចទឹកប្រហែល2សប្តាហ៍នោះកម្រិត pH នឹងកើនឡើងលើស6ភ្លាមមួយរំពេច
đỏ rạp ná cầm rứt pH lớp bị pram chụp pram nút chít polในได้នៅអាលីមញោមនោះត្រូវហុំព័ទ្ធដោយឯងពលគឺរំសាយដោយឯងដោយមិនចាំបាច់ដាក់ជីផូស្វ័រអ្វីទាំងអស់ដូច្នេះចំពោះដីល្បាប់ឬដីមានសារធាតុជូរតិចតួចនោះដំណាក់កាលស្រូវអាយុ35ទៅ45ថ្ងៃបន្ទាប់ពីសាបព្រោះតាមរយៈកម្មវិធីដាំដុះស្រូវឆ្លាតវៃយើងខ្ញុំវាស់កម្រិត pH នៅក្នុងស្រែរៀងរាល់សប្តាហ៍បន្ទាប់ពីសាបព្រោះឃើញថាកម្រិត pH ស្ថិតនៅត្រឹមចន្លោះពី6ទៅ7ប៉ុណ្ណោះដូច្នេះសម្រាប់ក្រុមប្រភេទដីនេះយើងខ្ញុំគិតថាមិនចាំបាច់ដាក់ជី DAP ដើម្បីផ្ដល់ផូស្វ័របង្ក្រាបសារធាតុជូរនោះឡើយក្រុមដីទី2គឺដីដែលមានសារធាតុជូរធ្ងន់ធ្ងរដោយសារកម្រិត pH ទាបក្រោម4ជួនកាល 3.5 ចំពោះកម្រិត pH ទាបបែបនេះនៅពេលបងប្អូនបញ្ចូលទឹកសាបពន្លិចស្រែកម្រិត pH អាចកើនឡើងខ្លះតែមិនលើសពី 5.5 ឡើយហើយបើមិនលើសពី 5.5 មានន័យថានៅពេលស្រូវកំណកួរដីស្រែរបស់យើងមានកម្រិត pH ទាបអាស្រ័យហេតុនេះជាតិពុលនៃដែកនិងអាលីមញ៉ូមនៅវត្តមានដដែលនៅក្នុងដីស្រែម្ល៉េះហើយចំពោះដីប្រភេទនេះពេលស្រូវកំណកួរយើងខ្ញុំគិតថាបងប្អូនបន្តក៏ដាក់ជី DAP បន្ថែមដើម្បីបង្ក្រាបជាតិជូរតាមរយៈបទអធិប្បាយរបស់ខ្ញុំយើងអាចសង្ខេបថាតើគួរដាក់ជី DAP ដែរឬអត់នៅគ្រាដែលស្រូវកំណកួរគឺវាអាស្រ័យទៅលើស្ថានភាពជូររបស់ដីចំពោះដីល្បាប់ដែលសារធាតុជូរមានតិចតួចនោះកម្រិតជូរនឹងរំសាយអស់បើយើងពន្លិចទឹកសាបលើដីស្រែក្នុងរយៈពេល2សប្តាហ៍ឯចំណែកដីមានសារធាតុជូរធ្ងន់ធ្ងរទោះបីពន្លិចទឹកសាបទៅក្នុងដីស្រែអស់រយៈពេល2សប្តាហ៍ក៏ដោយកម្រិត pH អាចកើនឡើងខ្លះតែមិនអាចលើសពី 5.5 បានឡើយដូច្នោះចាំបាច់ត្រូវដាក់ជី DAP បន្ថែមនៅពេលដាក់ជីឲ្យដំណាំស្រូវកំណកួរហើយចំណាប់អារម្មណ៍មួយទៀតដែលថាយើងគួរដាក់ជី DAP ដែរឬអត់គឺអាស្រ័យទៅលើកម្រិតនៃជាតិជូររបស់ដីអញ្ចឹងបងប្អូនយើងត្រូវចេះរបៀបវាស់ជាតិជូរនៅលើដីដាំដុះរបស់យើងបើយើងពឹងផ្អែកទៅលើរបៀបដែលហៅថាដីល្បាប់ដីជូរតិចឬដីជូរខ្លាំងខ្ញុំគិតថាបងប្អូនពិបាកថាណាស់បងប្អូនធ្វើមិនដេចប៉ាន់ស្មានបានថាដីរបស់យើងមានជាតិជូរដល់កម្រិតណាហេតុនេះយើងត្រូវពឹងផ្អែកទៅលើការវាស់កម្រិត pH ខ្ញុំលើកចំណាប់អារម្មណ៍ថាបងប្អូនត្រូវចេះរបៀបវាស់កម្រិតជូររបៀបនេះបងប្អូនអាចមើលវីដេអូឃ្លីបនៅក្នុងកម្មវិធីស្ដីអំពីប្រធានបទលើកកម្ពស់កម្រិត pH ឲ្យដីស្រែរបស់យើងសូមជូនពរឲ្យបងប្អូនទទួលបានជោគជ័យក្នុងការអនុវត្តនៅអ្វីៗដែលយើងខ្ញុំទៅពិភាក្សាជាមួយបងប្អូនសូមជម្រាបលាបងប្អូនដំណាក់កាលស្រូវកំណកួរតើយើងគួរដាក់ជី DAP ដែរឬទេដំណាក់កាលស្រូវកំណកួរគួរដាក់ជី DAP ឬអត់គឺអាស្រ័យទៅលើស្ថានភាពជូររបស់ដីប្រសិនបើដីមានជាតិជូរតិចឬដីល្បាប់ការដាក់ជីផូស្វ័រត្រឹមតែ40ទៅ60គីឡូក្រាមលើ1ហិកតាហើយផ្ដោតទៅលើការដាក់ជីពីលើកដំបូងលើកទី1ដំណាក់កាលស្រូវអាយុពី7ទៅ10ថ្ងៃបន្ទាប់ពីសាបព្រោះនិងលើកទី2ដំណាក់កាលស្រូវអាយុពី18ទៅ22ថ្ងៃក្រោយសាបព្រោះដោយមិនចាំបាច់ប្រើជី DAP នៅគ្រាស្រូវកំណកួរនោះទេចំពោះដីដែលមានសារធាតុជូរជាមធ្យមនិងច្រើនពោលគឺដីជូរ pH ទាបអស់បន្លាយពេញមួយរដូវដាំដុះនោះចាំបាច់ត្រូវដាក់ជីផូស្វ័របន្ថែមពី60ទៅ80គីឡូក្រាមលើ1ហិកតាហើយមុនពេលនឹងដាក់ជីឲ្យស្រូវកំណកួរត្រូវវាស់កម្រិត pH នៅក្នុងស្រែបើ pH ទាបជាង 5.5 ត្រូវដាក់ជី DAP ដើម្បីបន្សាបជាតិពុលជាសញ្ញាក្បាលក្របីមិត្តដ៏ស្មោះរបស់ជាតិកសិករ